ការពីយប់មិញហើយការសង្ស័យរបស់ខ្ញុំនឹងងាកទៅរកអ្នកដទៃចុះយ៉ាងម៉េចដែរដើមឡើយគាត់ជាមន្ត្រីពុករលួយខ្ញុំមានម៉ាស់បិទមុខដែលអាចដូរមុខបានគ្រប់គ្រងគាត់បានពួកគេចង់យកលុយយកខ្វាក់របស់ខ្ញុំពេលខ្ញុំងាកមកខ្ញុំខ្លាចជាអ្នកប្រមូលលុយក្នុងនាមអ្នកនឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកអ្វីដែលលោកលីមន្ត្រីខ្ញុំបានទៅយកលុយឥឡូវនេះគឺស្រមុកល្អអនុញ្ញាតឲ្យខ្ញុំទៅជាមួយអ្នកខ្ញុំអាចខ្លាចជាអ្នកផ្សេងបានភ្លាមវាគ្មានន័យទេដែលអ្នកតាមខ្ញុំយកពមស្រមុកតើប្រាក់នៅឯណាដរាបណាអ្នកផ្ដល់ឲ្យខ្ញុំនៅចំនួនទឹកប្រាក់ដែលពេញចិត្តខ្ញុំសន្យាថាខ្ញុំនឹងមិនបង្ហាញអ្នកឲ្យម្ចាស់ហាងលក់ម៉ាស់ឃើញទេហាអរគុណលោកប្រាក់នោះនៅក្រោមគ្រែយកច្រើនតាមដែលអ្នកចង់បានដោយខ្លួនឯងហាគាត់ថែមទាំងព្យាយាមគំរាមកំហែងខ្ញុំបានខ្លាចជាម្ចាស់ហាងលក់ម៉ាស់ដែលខាត់បងលុយខ្ញុំនឹងធ្វើឲ្យអ្នកសោកស្ដាយចំពោះរឿងនេះអូនសំឡាញ់អ្នកសុំទានឲ្យតើអ្នកហ៊ានលួចប្រាក់នឹងស្រូវច្រើនណាស់មែនទេជាធម្មតាខ្ញុំដឹងថាហាងលក់ម៉ាស់រកលុយបានខ្ញុំមិនដែលរំពឹងថាវានឹងចំណេញច្រើនយ៉ាងនេះទេហាវាមិនសមរម្យទេដែលប្រាក់មួយចំនួនធំបែបនេះស្ថិតនៅក្នុងដៃរបស់អ្នកសុំទានមន្ត្រីនេះនឹងធ្វើវាសម្រាប់អ្នកលក់ដូរឲ្យអ្នកកំពុងធ្វើអ្វីនៅទីនេះអរគុណច្រើនណាស់លោកលីដែលបានជួយខ្ញុំរកប្រាក់ដែលបាត់អរគុណច្រើនណាស់លោកលីដែលបានជួយខ្ញុំរកប្រាក់ដែលបាត់លោកម្ចាស់លីស៊ូបែបនេះចង់មានន័យថាម៉េចនេះជាលុយរបស់ខ្ញុំទាំងអស់ហេតុអ្វីបាត់ចាសលុយទាំងអស់នោះជាលុយរបស់ម្ចាស់ហាងខ្ញុំនឹងទៅឥឡូវនេះមានអ្នកទោសម្នាក់នៅណានជីងដែលត្រូវការដោះស្រាយស្រមុកហេតុអ្វីលោកគ្រូលីខ្ញុំមិនអាចឲ្យអ្នកបន្តធ្វើការយ៉ាងលំបាកបែបនេះទេហេតុអ្វីអ្នកមិនចូលមកអង្គុយលេងនៅហាងខ្ញុំមួយសន្ទុះខ្ញុំនឹងជូនអ្នកញ៉ាំអាហារពេលខ្ញុំត្រឡប់មកវិញហាអ្នកគឺជាអ្នកដែលដឹងពីអ្វីដែលកំពុងកើតឡើងយកពមខ្ញុំមិនប្រញាប់នៅទីនោះទេខ្ញុំនឹងទៅឥឡូវនេះហាឆ្កែពួកគេនៅតែចង់បោកប្រាស់ខ្ញុំឥឡូវនេះដល់វេនខ្ញុំបញ្ឆោតអ្នកហើយប៉ាពួកគេថែមទាំងបានព្យាយាមបង្ខំខ្ញុំឲ្យសុំលុយពីពួកគេទៀតផងបន្ទាប់មកខ្ញុំនឹងអនុញ្ញាតឲ្យអ្នកជួបប្រទះនៅអារម្មណ៍នៃការលេងជាមួយភ្លើងហើយត្រូវរលាកហេហាហេតុអ្វីប្រាប់អ្នកឲ្យលួចអ្វីមួយហ៊ានលួចលុយខ្ញុំយ៉ាងម៉េចខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេមន្ត្រីលីទីបំផុតអ្នកបានមកដល់ហើយប៉ុន្តែអ្នកមិនចាំបាច់ធ្វើវាទេដូចនេះកូនប្រុសចាប់គាត់ដោយដៃក្រហមអ្នកពិតជាបានធ្វើអ្វីដែលខ្ញុំពេញចិត្តយ៉ាងខ្លាំងបន្ទាប់មកខ្ញុំនឹងយកគាត់ទៅជាមួយខ្ញុំមិនអីទេបន្ថយល្បឿនខ្ញុំគ្រាន់តែគិតចង់ដាក់ទោសមន្ត្រីពុករលួយនេះបានមកដល់ហើយអ្នកប្រហែលជាមិនចង់ជាប់គុកទេមែនទេខ្ញុំមិនចង់បង្កបញ្ហាទេលោកម្ចាស់សូមរក្សាវាឲ្យសាមញ្ញតើលុយរបស់អ្នកនៅណាអ្នកប្រហែលជារកលុយបានច្រើនដោយលួចរបស់របរច្រើនណាស់ហេមានរឿងបន្តិចស្រមុកតើអ្នកលាក់លុយនឹងទ្រព្យសម្បត្តិរបស់អ្នកនៅណានាំខ្ញុំទៅទីនោះផ្ដល់ឲ្យខ្ញុំនៅចំនួនទឹកប្រាក់ដែលពេញចិត្តហើយខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទៅមិនអីទេមនុស្សធំនិងកុមារខ្ញុំនឹងនាំអ្នកទៅទីនោះភ្លាមតោះទៅហេលោកឲ្យតាមនេះលោកនោះហើយជារបៀបដែលវាកាត់ឡើងនេះជាកន្លែងដែលអ្នកលាក់លុយរបស់អ្នកបាទចាស់សលោកម្ចាស់ខ្ញុំនឹងទៅយកវាឲ្យលោកទីនេះដើម្បីខ្ញុំអាចមើលវាបានយកព្រមហាហេមនុស្សធំព្រះជាម្ចាស់ឲ្យអ្នកគ្រាន់តែជាចោរម្នាក់មានលុយច្រើនម្ល៉េះលោកម្ចាស់នេះជាប្រាក់ដែលខ្ញុំរកបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដោយការលួចនិងលួចកំណប់ទ្រព្យយ៉ាងឧស្សាហ៍ព្យាយាមអ្នកបានធ្វើការយ៉ាងឧស្សាហ៍ព្យាយាមតើវាសមរម្យទេដែលចោរនិយាយបែបនេះលោកម្ចាស់យ៉ាងហោចណាស់ទុកឲ្យខ្ញុំខ្លះផងវង្វេងផ្លូវមើលទៅដូចជាចង់ចូលគុកមែនទេហេកុំនិយាយថាខ្ញុំបានបោកប្រាស់អ្នកអាចចេញផ្សាយព័ត៌មានពីទីនេះទៅសូមប្រាប់ខ្ញុំផងប្រសិនបើអ្នកជួបបញ្ហាអ្វីមួយដរាបណាខ្ញុំមកដល់មុនប៉ូលីសដទៃទៀតបន្ទាប់មកខ្ញុំអាចនាំអ្នកទៅឆ្ងាយឲ្យលុយខ្ញុំគ្រប់គ្រាន់ហើយខ្ញុំនឹងឲ្យអ្នកទៅតើនេះពិតជាពិតមែនទេនោះជាការចាំបាច់នាពេលអនាគតខ្ញុំមកទីនេះរាល់ថ្ងៃបើអ្នកត្រូវធ្វើអ្វីមួយសូមរងចាំខ្ញុំតែយកទេយកព្រមខ្ញុំនឹងទៅប្រាប់បងប្អូនខ្ញុំឥឡូវនេះតោះទៅហេហឹមអ្នកនៅតែមានសិទ្ធិរីករាយសូម្បីតែសិទ្ធិតូចបំផុតក៏អាចរកលុយបានច្រើនដែរ
បន្ទាប់មកខ្ញុំនឹងប្រើឈ្មោះលីយ៉ាដើម្បីចាប់ខ្លួនមនុស្សគ្រប់ទីកន្លែងបន្ទាប់មកដោះលែងប្រជាជនយូរទៅមិនត្រឹមតែអាចរកលុយបាននោះទេការតម្រង់ធ្មេញរបស់អ្នកអាចធ្វើឲ្យអ្នកជាប់ជាសម្រាប់សត្វស្លាបពីរក្បាលដោយធំមួយដុំតោះទៅលេងឲ្យសប្បាយដំបូងឡើយចូលទៅទិញសម្លៀកបំពាក់ថ្មីមួយចំនួនបន្ទាប់មកទៅយ៉េងហូឡូដើម្បីកម្សាន្តបន្តិចសង្សៅបានទិញសម្លៀកបំពាក់ថ្មីម្ដងទៀតអូសម្ភារៈនេះល្អណាស់មែនទេវាមានអារម្មណ៍រលោងខ្លាំងណាស់ជាការពិតណាស់វាល្អយកភេសជ្ជៈខ្លះមកបានបំរើតើការលោតរបស់យើងយ៉ាងម៉េចដែរតើវាសមនឹងបន្តចំណាយលុយទេលោតបានល្អរង្វាន់